2569ត្រូវនៅថ្ងៃទី23ខែមេសាឆ្នាំ2021សក្ការៈបដិគនហន្តោហើយដូច្នេះក៏សូមគ្រប់ជើញលោកគ្រូគង់សំណុំទេវតាវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គស្ដេចចក្រឡោកក្បាលទាំង4សូមស្ដេចយាងមកសាច់នៅគ្រឿងសក្ការៈទាំងអបាលនេះហើយក៏សូមពិភៈរក្សាលោកអើយលេងនិងលោកស្រីរីចន្ទថាកូនចៅទាំងអស់ក៏សូមសំប្រកបដោយនៅព្រះពុទ្ធមង្គលពរ4ប្រការទីធាយុវណ្ណៈខៈពលៈគ្រប់ទិន្តិវីរត្រីកុំបីខ្លាយជាបការៈដល់ទីឡើយបាទដាក់ដៃបាទសូមអ្នកភ្លេងថ្វាយភ្លេងនគររាជទានសូមជើញtao bạn chọn qua bên bán này chọn quaបាទសូមអ្នកភ្លេងថ្វាយភ្លេងគូវត្តស្នឹងទានសូមជើញបាទសូមអ្នកភ្លេងថ្វាយភ្លេងសាក់រំពេទានសូមជើញ
បាទអរគុណណាស់លោកអ្នកភ្លេងបាទសូមបងស្រីជាភរិយាឡើងមកយកទឹកអប់បាញ់ជូនពរឲ្យស្វាមីទៀតណាតែមុននឹងបាញ់ទឹកអប់ជូនពរសូមថ្វាយគុំគាត់3ដងសិនទៅបាទសូមបាញ់ទឹកអប់ជូនពរសូមជូនពរដល់ស្វាមីដើម្បីឲ្យមានតែចាស់បាទដើម្បីឈ្នះអស់វាសត្រូវសុខសប្បាយបានថ្វាយគុំគាត់3ដងសិនទៅទៀតបានប្តីទុកស្មើនឹងឪពុកប្រពន្ធទុកស្មើនឹងម្ដាយទេណាអត់យកទឹកអប់បានជូនពរទេណាបាទហ្នឹងហើយបានកន្លែងណាក៏បានកន្លែងអាវកន្លែងអីបាទដកចេញតែប្រកេះគាត់ណាហ្នឹងហើយជូនពរគាត់ទៅធ្លាប់បាញ់ធ្លាប់អីកូនចៅណាកូនចៅកូនចឹងដែរកូនបាញ់ជូនពរជូនលោកឪពុកយើងថ្វាយគុំគាត់សិនចៅថ្វាយគុំ3ដងសិនណាបាទហើយជូនពរដល់លោកឪពុកសូមឲ្យមានសុខភាពល្អអាយុវែងជាមនុស្សដល់កូនចៅណាបាទហើយឈ្នះអស់មានសត្រូវធ្វើកិច្ចការអ្វីឲ្យបានសម្រេចចូលឆ្នាំថ្មីនេះបាទថ្វាយគុំសិនចៅថ្វាយគុំសិនបាទជូនពរដល់លោកឪពុកណាសូមឲ្យលោកឪពុកមានសុខភាពល្អអាយុយឺនយូរវែងឆ្ងាយជាមនុស្សដល់កូនចៅហើយសូមឲ្យលោកឪពុកប្រកបការងារឆ្នាំថ្មីនេះឲ្យសម្រេចដូចសេចក្តីប្រាថ្នាបានហ្នឹងហើយចៅអីក៏អាចបាញ់ជូនពរដល់តាបានដែរណាចៅបាទយើងហ្នឹងហើយល្អណាស់ការចូលឆ្នាំយើងអត់បានស្រង់ព្រះអីទេតែឥឡូវយើងបានហើយនេះទៅរកព្រះឯណាព្រះហ្នឹងហើយព្រះផងទេវតាផងប្រអិនប្រព្រំផងទេណាបានអរគុណអស់គ្នាទៅទៀតបាទទៅទៀតណាមកអស់គ្នារបស់មកបានពរបានជ័យបាទបានដល់លោកឪពុកដល់លោកតាបាទបានលោកតាមានសុខភាពល្អអាយុយឺនយូរបាទជាប្រឡប់ដល់កូនដល់ចៅបាទថ្វាយគុំសិនចៅថ្វាយគុំសិនបាទហើយយកទឹកអប់បាញ់ណាចៅណាបាញ់បាទជូនពរហើយមានឲ្យបានទាំងអស់ទាំងលោកឪពុកលោកម្ដាយទាំងកូនទាំងចៅទាំងអស់បាទអរគុណណាស់តើយើងអង្គុយទៅវិញធ្វើកិច្ចពិធីបន្តទៅទៀតណាទេណា